សូមជូនរឿងស្រឡាញ់អូនលើសពីការចងចាំភាគទី2ខ្ញុំមានចរិតរឹងរូសម្យ៉ាងដែលជំងឺនេះមិនទាន់អាចលុបបំបាត់បាននៅឡើយខ្ញុំដឹងថាបើខ្ញុំគេងលក់ខ្ញុំនឹងបាត់បង់កំហឹងមួយនេះខ្ញុំនឹងភ្លេចរឿងដែលវិវៀនចាក់ស្រាចូលមាត់របស់ខ្ញុំឬរឿងរ៉ាវជាមួយនឹងកាលឹមក្នុងយប់នេះខ្ញុំមិនព្រមគេងឡើយខ្ញុំនៅអង្គុយផ្អែកខ្នងនឹងក្បាលគ្រែចុចក្រចកចូលក្នុងបាតដៃដើម្បីដាស់ស្មារតីឲ្យនៅតែភ្ញាក់រួចរំលឹកព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងថ្ងៃនេះម្ដងហើយម្ដងទៀតនៅពេលព្រឹកព្រលឹមទូរស័ព្ទរបស់ខាលឹមរនៅលើតុចំហៀងគ្រែគេដើរទៅទទួលវានៅក្នុងបន្ទប់ទឹកនោះគឺជាវិវៀននាងសុំជួបគេផឹកកាហ្វេមុនពេលគេចូលប្រជុំក្រុមប្រឹក្សាភិបាលគេដើរចេញមកវិញជាមួយនឹងឈុតអាវធំដ៏ថ្មីស្រឡាងថ្ងៃនេះនៅផ្ទះហើយកុំទៅណាឲ្យសោះណាទ្វារខាងមុខបាត់ចិត្តឮសូរក្រឹបខ្ញុំបានខំប្រឹងក្រោកពីក្រែរួចទាញកាមេរ៉ាឌីជីថលចេញពីថតតុសំអាងខ្ញុំចុចថតហើយរៀបរាប់រាល់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងរយៈពេល24ម៉ោងកន្លងមកនេះរាល់ការក្បត់ទាំងអស់ខ្ញុំត្រូវការភ័ស្តុតាងសម្រាប់ការពារខ្លួនឯងដើម្បីរំលឹកខ្លួនឯងឲ្យចាក់ចេញពីរូបគេខណៈពេលកំពុងរក្សាទុកឯកសារទាំងវីដេអូក្នុងម៉ាស៊ីនក៏បានបើកឡើងខ្ញុំបានឃើញវីដេអូចាស់ៗវីដេអូដែលខ្ញុំគ្មានការចងចាំទាល់តែសោះថាបានថតវាទុកគេបានធ្វើរឿងបែបនេះជាច្រើនខែមកហើយនៅថ្ងៃខួបកំណើតពិតរបស់ខ្ញុំមានវីដេអូឃ្លីបមួយដែលខ្ញុំកាន់វិជ្ជបញ្ជាខាលឹមបាននាំវិវៀនទៅគ្លីនិកឯកជនមួយគ្រូពេទ្យបានចេញវិជ្ជបញ្ជាឲ្យនាងនៅវីតាមីនសម្រាប់អ្នកមានផ្ទៃពោះចំណែកនៅថ្ងៃខួបដែលក្រុមហ៊ុនរបស់គេដាក់លក់ភាគហ៊ុនជាសាធារណៈខ្ញុំបានឃើញវីដេអូដែលខ្លួនឯងអង្គុយក្នុងឡានកាន់វិក្កយបត្រសម្បត្តិកុន2សន្លឹកដែលគេជួលមើលជាឯកជននៅក្បែរតំបន់ដែលវិវៀនរស់នៅក្នុងវីដេអូដដែលនោះខ្លួនខ្ញុំកាលពីមុនបានសម្លឹងចំកាមេរ៉ាភ្នែកឡើងក្រហមងាំងខ្ញុំមានផ្ទៃពោះហើយប៉ុន្តែខ្ញុំមិនអាចឲ្យខាលឹមដឹងឡើយកាមេរ៉ាក៏បានងាកចុះទៅថតសន្លឹកអេកូយប់នោះគេបានបណ្ដោយឲ្យមនុស្សស្រីដែលកំពុងពពោះកូនរបស់គេចាក់ថ្នាំពុលចូលក្នុងមាត់របស់ខ្ញុំគ្រាន់តែដើម្បីកំដរមិត្តភ័ក្តិរបស់គេភាពឈឺចាប់បានចាក់ទម្លុះទ្រូងរបស់ខ្ញុំវាធ្វើឲ្យដៃជើងខ្ញុំស្ពឹកស្រពន់ខ្ញុំត្រូវតែទៅជួបគេខ្ញុំមិនខ្វល់ពីការប្រជុំឬច្បាប់ទម្លាប់របស់គេទៀតឡើយខ្ញុំបើកឡានសម្ដៅទៅអគាររបស់គេនៅពេលខ្ញុំទៅដល់ជាន់អ្នកគ្រប់គ្រងទ្វារការិយាល័យរបស់គេចំហបន្តិចវិវៀនកំពុងយំនៅខាងក្នុងខ្ញុំធ្វើខុសហើយដែលរត់គេចពីលោកទៅទីក្រុងឡុងខាលឹមខ្ញុំចង់កែប្រែវាឡើងវិញស្ថានភាពរបស់ណាតាលីកំពុងតែធ្លាក់ចុះដុនដាបខ្លាំងណាស់ខ្ញុំដឹងតើប៉ុន្តែខ្ញុំមិនអាចធ្វើបែបនេះតទៅទៀតបានទេលោកនៅទីនេះផ្ទាល់ប៉ុន្តែខ្ញុំបែរជាត្រូវធ្វើពុតជាឈប់កុំឆ្លងហួសព្រំដែនឲ្យសោះវិវៀនសំឡេងរបស់ខាលឹមបន្លឺឡើងយ៉ាងធ្ងន់ជំនួយការប្រតិបត្តិបានដើរមកស្នាក់ផ្លូវខ្ញុំអ្នកនាងរីហ្វលោកវ៉ែនកំពុងប្រជុំសូមអ្នកនាងរងចាំនៅបន្ទប់ទទួលភ្ញៀវសិនចាស់បាន
ខ្ញុំបែរក្រោយរួចដើរចេញទៅកាន់សាលធំជំងឺប្រព័ន្ធប្រសាទរបស់ខ្ញុំបានចាប់ផ្ដើមធ្វើឲ្យដៃខ្ញុំញ័រប៉ុន្តែជាតិអាដ្រេណាលីនបានបង្ខំឲ្យវានឹងនរឡើងវិញខ្ញុំប្រញាប់ដកក្រែមពណ៌ក្រហមឆ្អៅដែលខាឡឹមបានទិញឲ្យខ្ញុំនៅប៉ារីសចេញមកខ្ញុំដើរទៅកាន់ផ្ទាំងកញ្ចក់ដ៏ធំដែលខ័ណ្ឌរវាងបន្ទប់ប្រជុំនិងការិយាល័យជំនួយការបានស្រែកឡើងមនុស្សម្នាបានក្រោកឈរពីតុធ្វើការរបស់ពួកគេខ្ញុំបានបើកគម្របក្រែមរួចសរសេរនៅលើកញ្ចក់ជាអក្សរធំទាំងដៃញ័រទទ្រើកអាបោកប្រាស់អាចង្រៃវិវៀនប្រញាប់ប្រញាល់រត់ចេញពីការិយាល័យនាងឈរថ្មឹងនៅពេលឃើញផ្ទាំងកញ្ចក់នាងស្ទុះចាប់យកក្រណាត់ពីតុចិត្តនោះរួចខំប្រឹងជូតអក្សរពណ៌ក្រហមទាំងនោះចេញយ៉ាងស្លន់ស្លោណាតាលីតើនាងឈួតមែនតើហើយមែនខ្ញុំដើរទៅជិតនាងរួចខ្សឹបដាក់ត្រចៀកនាងតិចគ្រាន់តែបិទស្លាឲ្យការិយាល័យតើមីស្រីយកប្តីគេវិវៀនមុខឡើងក្រហមងាំងនាងបែរទៅរកបុគ្គលិកដែលកំពុងឈរភាំងទាំងនោះនាំគ្នាមើលស្អីទៅហៅសន្តិសុខភ្លាមមកពួកគេក៏ចាប់ផ្ដើមធ្វើតាមនាងបញ្ជាពួកគេស្ដាប់បង្គាប់នាងណាស់ភ្លាមនោះខ្ញុំក៏ក្រឡេកទៅឃើញអ្វីម្យ៉ាងនៅលើសក់ដែលខ្ទាស់ឡើងលើរបស់នាងមានដង្កៀបសក់ស្នូកអណ្ដើកមួយវាជាដង្កៀបបុរាណដែលម៉ាក់បានឲ្យមកខ្ញុំជាវត្ថុដែលខ្ញុំបានបាត់នៅទីនេះកាលពីខែមុនខ្ញុំបានលូកដៃទៅកញ្ជ្រោលចាប់យកវាវិវៀនស្រែកវ៉ាស់រួចវាសដៃខ្ញុំចេញហើយបានប្រើដៃទាំងពីររុញច្រានទ្រូងខ្ញុំយ៉ាងពេញទំហឹងខ្ញុំបានជំពប់ជើងថយក្រោយកែងស្បែកជើងតាក់នឹងកម្រាលព្រំខ្លួនខ្ញុំបានបោកទង្គិចយ៉ាងខ្លាំងទៅនឹងជ្រុងតុទទួលភ្ញៀវដ៏មុតស្រួចមុនពេលដួលទៅលើឥដ្ឋភាពឈឺចាប់ដោយគេហែកសាច់បានចាក់ទម្លុះត្រគាករបស់ខ្ញុំដកដង្ហើមមិនរួចខ្ញុំព្យាយាមងើបប៉ុន្តែដៃខ្ញុំគ្មានកម្លាំងសោះឡើយវិវៀនឈរសម្លឹងមកខ្ញុំទាំងដែលកំពុងរៀបចំអាវរបស់នាងឲ្យមានរបៀបឡើងវិញឈប់យកជំងឺមកធ្វើជាអាវុធទៅណាតាលីខ្ញុំមិនមែនជាស្រីលួចលាក់របស់ប្តីនាងឡើយនាងអោនចុះមកជិតខ្ញុំបន្តិចរួចបន្ទាបសំឡេងឆាប់សុំទោសខ្ញុំភ្លាមខ្ញុំខ្ទប់ពោះខ្លួនឯងរំពេចនោះភាពកក់ក្ដៅដ៏គួរឲ្យខ្លាចបានហូរចេញមកតាមចន្លោះជើងជោគសម្ពុតរបស់ខ្ញុំទាំងអស់សំឡេងជើងរត់បុកនឹងឥដ្ឋឈើវិវៀនក៏ចាប់ផ្ដើមយំសោកយ៉ាងខ្លាំងបែបសម្ដែងភ្លាមណាតាលីសូមទុកឲ្យខ្ញុំនៅម្នាក់ឯងទៅខ្ញុំមិនមានបំណងច្រាននាងនោះទេខាឡឹមបានរុញវងមនុស្សចូលមកដល់គេចាប់ស្មាខ្ញុំរួចទាញខ្ញុំឲ្យផ្អែកនឹងតុយ៉ាងខ្លាំងខ្ញុំប្រាប់ឲ្យនាងនៅផ្ទះអន្តើគេមិនដែលប្រើសម្លេងបែបនេះដាក់ខ្ញុំនៅទីសាធារណៈឡើយចំណែកវិវៀនកំពុងយំយ៉ាងខ្លាំងខាឡឹមសម្លឹងមើលបុគ្គលិកជុំវិញខ្លួនដោយក្រសែភ្នែកកំណាចគ្មានរឿងអ្វីកើតឡើងរវាងខ្ញុំនិងអ្នកនាងភៀសឡើយនាំគ្នាត្រឡប់ទៅធ្វើការវិញទៅនៅក្នុងពេលនោះគេពិតជាកំពុងភ័យខ្លាចនឹងកើតមានរឿងអាស្រូវដំណក់ទឹកដ៏ធំមួយបានធ្លាក់លើឥដ្ឋថ្មម៉ាពណ៌សក្បែរស្បែកជើងខ្ញុំជំនួយការបានចង្អុលបង្ហាញទាំងសម្លេងញ័រភ័យលោកវ៉ានអ្នកនាងរីហ្វហូឈាមហើយខាឡឹមប្រញាប់សម្លឹងចុះក្រោមឈាមលាយជាមួយទឹកនោមបានហូរតាមជើងរបស់ខ្ញុំមកដក់ជុំវិញកែងជើងទឹកមុខរបស់គេប្រែជាស្លេកស្លាំងគ្មានឈាមមួយដំណក់ខ្ញុំសម្លឹងមើលមុខគេភ្នែកខ្ញុំចាប់ផ្ដើមងងឹតស្លុបនាងបានសម្លាប់កូនរបស់ពួកយើងហើយខាឡឹមតើនាងសប្បាយចិត្តហើយមែននៅក្នុងសាលធំនោះទូឡើងដោយសម្លេងខ្សឹបខ្សៀវយ៉ាងច្របូកច្របល់
ខាឡឹមបានលុតជង្គង់ចុះចំកណ្ដាលថ្លុកឈាមនោះគេដកកន្សែងចេញពីហៅប៉ៅរួចសង្កត់លើជើងខ្ញុំយ៉ាងស្លន់ស្លោកុំកម្រើកអីណាបងនៅទីនេះហើយឈុតអាវធំដ៏ថ្លៃរបស់គេបានជោកដោយឈាមរបស់ខ្ញុំចំណែកឯដៃរបស់គេញ័រខ្លាំងជាងដៃខ្ញុំទៅទៀតខាឡឹមវិវៀនខ្សឹបហៅគេតិចទាំងបោះជំហានចូលមកជិតថយចេញឲ្យឆ្ងាយពីនាងទៅស្រីចង្រៃគេស្រែកកំហកទាំងកំហឹងបន្លឺសំឡេងក្រហមដោយមិនទាំងងើបមើលមុខនាងរួចក៏និយាយបន្តអ្នកទាំងអស់គ្នាឆាប់នាំគ្នាចេញពីទីនេះឲ្យអស់ភ្លាមវិវៀនដើរថយក្រោយដោយភាពភ័យរន្ធត់មុននឹងរត់សម្ដៅទៅជណ្ដើរយន្តខ្ញុំសម្លឹងមើលបុរសដែលកំពុងជូតឥដ្ឋជុំវិញជើងរបស់ខ្ញុំបើខ្ញុំធ្វើឲ្យលោកខ្មាស់គេបោះបង់ខ្ញុំចោលនៅទីនេះចុះដៃរបស់គេនៅតែបន្តធ្វើចលនាឥតឈប់សាច់ដុំធ្គាមរបស់គេឡើងតឹងណែនប៉ោងយ៉ាងខ្លាំងយើងទៅមន្ទីរពេទ្យឥឡូវហើយគេនិយាយទាំងសំឡេងអួរដើមករួចក៏និយាយបន្តបងមិនចង់ឃើញមុខនាងទៀតទេនាងទៅបាត់ហើយនាងទៅបាត់មែនហើយបងសុំស្បត់ឲ្យងាប់ចោះបន្ទាប់ពីចេញពីមន្ទីរពេទ្យមកភាពស្ងប់ស្ងាត់រវាងពួកយើងបានคล้ายទៅជារបាំងដ៏រឹងមាំមួយខ្ញុំបានឲ្យមេធាវីរបស់ខ្ញុំព្រៀងកិច្ចព្រមព្រៀងបែកបាក់គ្នាជាផ្លូវការប៉ុន្តែខាឡឹមមិនខ្វល់ពីលក្ខខណ្ឌទាំងនោះឡើយហើយបានយកឯកសារគ្រប់ច្បាប់បោះចូលទៅក្នុងឡដុតហ្គាសផ្ទាល់តែម្ដងគេបានដាក់ផ្ទះល្វែងជាន់លើបង្អស់ឲ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងហេតុផលរបស់គេគឺផ្អែកលើវិជ្ជសាស្ត្រអាការៈវង្វេងវង្វាន់របស់ខ្ញុំកំពុងតែវិវត្តទៅរកភាពអាក្រក់យ៉ាងលឿនខ្ញុំគ្មានសាច់ញាតិជិតស្និទ្ធហើយបើគ្មានការត្រួតពិនិត្យពីគេទេអាការៈរបស់ខ្ញុំអាចនឹងធ្វើឲ្យខ្ញុំដើរចូលឲ្យឡានបុកក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះគេស្អប់ខ្ពើមខ្ញុំប៉ុន្តែគេនៅតែរក្សារូបភាពបោកប្រាស់នៃស្ថិរភាពក្នុងគ្រួសារដ៏គួរឲ្យខ្លាចនេះគេមកដល់ផ្ទះនៅម៉ោង6ល្ងាចទៀងទាត់រាល់ថ្ងៃរួចអង្គុយនៅចំពីមុខខ្ញុំនៅតុអាហារយប់មួយខ្ញុំបានក្រឡេកឃើញនាឡិកាដៃម៉ាកល្បីថ្មីមួយនៅលើកដៃរបស់គេវាជានាឡិកាដៃបុរាណម៉ាក Patek Philippe ខ្សែស្បែកពណ៌បៃតងចាស់វាជាពណ៌ដែលខ្ញុំស្អប់បំផុតនិងជាពណ៌តំណាងឲ្យស្ទីលរបស់ Vivienne ដោះវាចេញទៅឃើញវាធ្វើឲ្យខ្ញុំចង់ក្អួតណាស់ខាឡឹមបញ្ឈប់ការទំពីអាហារគេដោះនាឡិកានោះចេញរួចដាក់នៅលើតុឈើម៉ាហូហ្គានីហើយរុញវាចូលទៅក្នុងហោប៉ៅអាវធំរបស់គេដោយមិននិយាយមួយម៉ាត់គេមិនបានបោះវាចោលឡើយខ្ញុំក៏បាត់បង់ចំណង់អាហារភ្លាមខ្ញុំរុញចានចេញរួចក្រោកឈរឡើងណាត់ពួកយើងរៀបការជាមួយគ្នាទៅសម្ដីសុំរៀបការនោះបានបន្លឺឡើងចំខ្នងរបស់ខ្ញុំលក្ខណៈដែលខ្ញុំកំពុងដើរចេញគ្មានសម្លេងចុះឡើងគ្មានភាពកក់ក្ដៅបើកាលពី1ឆ្នាំមុនប្រយោគមួយនេះប្រហែលជាធ្វើឲ្យបេះដូងខ្ញុំលោតញាប់ខ្លាំងប៉ុន្តែឥឡូវនេះខ្ញុំមើលធ្លុះពីបំណងពិតរបស់គេក្រុមហ៊ុនបច្ចេកវិទ្យារបស់គេនឹងត្រូវដាក់លក់ភាគហ៊ុនជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតក្រុមប្រឹក្សាភិបាលនឹងមិនអត់ឱនឲ្យឡើយចំពោះរឿងអាស្រូវដែលមានគូដណ្ដឹងឈឺចិត្តស្លាប់ហើយនឹងមានស្រីលួចលាក់ដ៏រញ៉េរញ៉ៃម្នាក់នោះមិនមែនជារឿងស្នេហាទេវាគឺជាការគ្រប់គ្រងការខូចខាតប៉ុណ្ណោះខ្ញុំបែរក្រោយមកវិញរួចក៏និយាយទៅកាន់គេ
រៀបការជាមួយលោកអញ្ចឹងមែនដើម្បីធ្វើជាប្រពន្ធដ៏កំសត់សម្រាប់បង្ហាញវិនិយោគិនរបស់លោករហូតដល់ខួរក្បាលរបស់ខ្ញុំរលួយដើម្បីឲ្យលោកអាចទទួលមរតកភាគហ៊ុនរបស់ខ្ញុំហើយនាំវិវានចូលមកនៅទីនេះជាមួយគ្នាមែនខ្ញុំពិតជាសុំចាញ់ហើយខ្ញុំភ្ញាក់ឡើងនៅរសៀលថ្ងៃបន្ទាប់ដោយសារសំឡេងជើងដើរធ្ងន់ៗនៅលើឥដ្ឋឈើនៅជាន់ខាងក្រោមវិវានកំពុងឈរនៅសាលធំពាក់ស្បែកជើងសម្រាប់ពាក់ក្នុងផ្ទះដែលវាជាស្បែកជើងរបស់ខ្ញុំនាងចង្អុលម្រាមដៃដែលកាត់តម្រឹមយ៉ាងស្អាតទៅកាន់បន្ទប់ទទួលភ្ញៀវអ្នកដឹកជញ្ជូនកំពុងសែងគ្រឿងសង្ហារឹមចេញទ្វារបន្ទប់កូនង៉ែតបន្ទប់ដែលខាលឹមទៅតែលាបពណ៌រួចរាល់សម្រាប់កូនត្រូវបានបើកចំហចោលយកក្រែកូនង៉ែតនេះទៅដាក់នៅកន្លែងផ្ទេរទំនិញទៅវិវានប្រាប់អ្នកសែងម្នាក់នាងបែរមកឃើញខ្ញុំនៅលើជណ្ដើររួចក៏បន្លឺសំឡេងឡើងអូភ្ញាក់ហើយតើខាលឹមបានអនុញ្ញាតឲ្យរៀបចំបន្ទប់ផ្នែកនេះឡើងវិញទាំងស្រុងនាងនិយាយទាំងពិនិត្យក្រចកដៃរបស់នាងរួចក៏និយាយបន្តទៀតគេគិតថាទុកបន្ទប់កូនង៉ែតឲ្យទំនេរចោលបែបនេះវាមិនល្អសម្រាប់ស្ថានភាពផ្លូវចិត្តដែលកំពុងដុនដាបរបស់នាងឡើយហើយខ្ញុំក៏ត្រូវការបន្ទប់ធ្វើការដែរព្រោះខ្ញុំនឹងរើចូលមកនៅទីនេះទ្រូងរបស់ខ្ញុំប្រែជាណែនរហូតដល់ដកដង្ហើមមិនចង់រួចខ្ញុំដើរកាត់នាងរួចសម្លឹងមើលទៅក្នុងបន្ទប់ក្រែកូនង៉ែតត្រូវបានគេដោះចេញជាបំណែកស្បែកជើងតូចដែលពួកយើងបានទិញនៅប៉ារីសត្រូវបានគេបោះចូលទៅក្នុងថង់សម្រាមចុះសៀវភៅកំណត់ហេតុនោះសៀវភៅកំណត់ហេតុស្រោមស្បែកដែលខ្ញុំបានសរសេរសម្បត្តិផ្ញើទៅកូនអស់រយៈពេល4ខែមកហើយតើពួកគេយកវាទៅបោះចោលនៅឯណាតើសៀវភៅពណ៌ត្នោតនោះនាងយកទៅណាហើយមិនដឹងទេណាតាលីខ្ញុំប្រាប់ឲ្យពួកគេបោះសម្រាមចេញប្រហែលជាពួកគេបោះវាចោលក្នុងធុងសម្រាមនៅទីធ្លាខាងក្រោមឬនៅក្បែរអាងហែលទឹកហើយវាគ្រាន់តែជាក្រដាសតើខ្ញុំរុញនាងចេញរួចរត់ដល់ជើងទទេចុះតាមជណ្ដើរក្រោយសំដៅទៅកាន់ទីធ្លាជាន់ផ្ទាល់ដីខ្យល់រដូវរងាកំពុងតែមកដល់សីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងខ្ញុំដួលលុតជង្គង់នៅលើដីសើមក្នុងសួនច្បារដៃក៏កាយសម្រាមនិងថង់ដែលអ្នកសែងទំនិញបានបោះចោលយ៉ាងស្លន់ស្លោអាវដេកយប់របស់ខ្ញុំជោកជាំដោយភក់ថ្មតុបតែងសួនដ៏ស្រួចបានមុតជង្គង់ខ្ញុំឲ្យមានរបួសនៅពេលដែលខ្ញុំរកវាមិនឃើញនៅក្នុងធុងសម្រាមខ្ញុំក៏ដើរសំដៅទៅក្បែរអាងហែលទឹកដែលគ្មានពន្លឺទាំងខ្លួនញ័រទៅត្រើតខ្ញុំបានរត់ទៅបុកទ្រូងដ៏រឹងមាំមួយខាលឹមចាប់ដៃខ្ញុំទាញខ្ញុំឲ្យឈរត្រង់ហេតុអីបានជាខ្លួនប្រាណនាងប្រឡាក់ដីបែបនេះខ្ញុំចាប់អាវធំរបស់គេយ៉ាងណែនខ្ញុំទៅតែបាត់បង់កូនហើយលោកបែរជាបណ្ដោយឲ្យនាងមកបោសសម្អាតបន្ទប់នោះឲ្យទទេស្អាតបែបនេះទៅរួចសំឡេងផ្គរលាន់បន្លឺឡើងលើក្បាលរបស់ពួកយើងខាលឹមលូកដៃមកជូតភក់ចេញពីមុខរបស់ខ្ញុំកែវភ្នែករបស់គេសម្លឹងចុះទៅក្រោមកូនគេលែងនៅហើយណាតាលីការរក្សាបន្ទប់នោះទុកវានឹងធ្វើឲ្យនាងកាន់តែឈឺធ្ងន់វិវានបង្ហាញខ្លួននៅក្រោមដំបូលយ៉ខាលឹមនាងពិតជាមានសតិមិននឹងណតតែសោះនាងស្ទុះមករកខ្ញុំនៅខាងលើមិញនេះគេមិនបានឆ្លើយតបនឹងនាងឡើយប៉ុន្តែការយកចិត្តទុកដាក់របស់គេបានងាកទៅរកសំឡេងរបស់នាងខ្ញុំរើខ្លួនចេញពីការចាប់របស់គេរួចដើរសំដៅទៅមាត់អាងហែលទឹកដ៏ងងឹតណាតាលីថយចេញពីមាត់អាងហែលទឹកភ្លាម
គេចាប់កដៃខ្ញុំងាកខ្លួនរួចខំដៃរបស់គេយ៉ាងខ្លាំងរហូតដល់ដឹងរសជាតិឈាមរបស់គេពេញក្នុងមាត់គេស្រែកដោយភាពឈឺចាប់ប៉ុន្តែម្រាមដៃរបស់គេនៅតែចាប់ឆ្អឹងកដៃរបស់ខ្ញុំជាប់ដូចជាដង្កាប់ភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងមកលើផ្ទៃទឹកអាងពណ៌ខ្មៅវិវៀនដើរមកជិតទាំងកាន់ឆ័ត្រដ៏ធំមួយបាំងឲ្យខាឡឹមបង្ខំនាងឲ្យចូលក្នុងផ្ទះទៅបើនាងគ្រុនក្តៅថែមទៀតជំងឺខួរក្បាលរបស់នាងនោះនឹងត្រូវនាងនិយាយបណ្ដាញញឹមចុងមាត់បណ្ដាហាក់បញ្ជាក់ថានាងកំពុងតែទទួលបាននៅជ័យជំនះខ្ញុំលោកដៃទៅចាប់សក់របស់វិវៀនរួចទាញនាងមកខាងមុខនាងស្រែកខ្លាំងខ្ញុំបានប្រើទម្ងន់ខ្លួនទាំងអស់រុញនាងយ៉ាងខ្លាំងសម្ដៅទៅរកផ្នែកជ្រៅនៃអាងទឹកខាឡឹមលុតជង្គង់លើឥដ្ឋបេតុងដ៏សើមស្រែកហៅឈ្មោះរបស់ខ្ញុំគេព្យាយាមទាញដៃខ្ញុំចេញពីសក់របស់នាងប៉ុន្តែដោយសារកម្លាំងរុញច្រានខ្លាំងពេកធ្វើឲ្យពួកយើងបាត់បង់លំនឹងទាំងអស់គ្នាវិវៀនបានធ្លាក់ចូលទៅក្នុងទឹកនាងខំរើបំរាស់និងឆ្លក់ទឹកយ៉ាងខ្លាំងខ្ញុំបានលែងដៃពីនាងខាឡឹមលោកដៃទៅចាប់កអាវវិវៀនរួចទាញនាងដែលកំពុងតែក្អកឡើងមកលើមាត់អាងគេអោបនាងជាប់នឹងទ្រូងរួចទះខ្នងនាងដើម្បីឲ្យនាងដកដង្ហើមបានដៃរបស់គេញ័រខ្លាំងណាស់យកនាងចេញឲ្យឆ្ងាយពីខ្ញុំទៅខាឡឹមគេសម្លឹងមកខ្ញុំដោយខ្សែភ្នែកពោពេញដោយកំហឹងណាតាលីនាងចូលក្នុងផ្ទះភ្លាមទៅគេលើកបីវិវៀននៅក្នុងដៃរួចនិយាយទៅកាន់នាងបងនឹងនាំអូនទៅមន្ទីរពេទ្យនាងនៅនិយាយបានតើខ្ញុំនិយាយទាំងដើរទៅមុខដើម្បីចាប់ជើងវិវៀនណាតាលីឈប់ទៅខាឡឹមក្រវាសដៃចេញដើម្បីរារាំងខ្ញុំដើមដៃដ៏ធ្ងន់របស់គេបោកចំទ្រូងរបស់ខ្ញុំពេញទំហឹងជើងដែលសើមរបស់ខ្ញុំបានរអិលលើឥដ្ឋបេតុងខ្ញុំបានដួលទៅក្រោយទឹកដ៏ត្រជាក់ស្រឹបពណ៌ខ្មៅបានលេបត្របាក់យករូបខ្ញុំវាបានហូរចូលច្រមុះនិងទាញខ្ញុំឲ្យលិចទៅក្រោមមុនពេលដែលផ្ទៃទឹកបិទបាំងភ្នែករបស់ខ្ញុំបានឃើញខាឡឹមឈរនៅមាត់អាងប៉ុន្តែគេមិនបានលោកដៃជួយខ្ញុំឡើយសូមអ្នកទាំងអស់គ្នារងចាំទស្សនានិងស្ដាប់នៅភាគបន្តនៅក្នុងវីដេអូក្រោយជាបន្តទៀតសូមអរគុណ